ដែលមត្ថរតនតយសៈខ្ញុំព្រះករណាសូមនមស្ការចំពោះគុណរតនត្រ័យទាំង3មានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាសពសពកាលសូមនមស្ការចំពោះព្រះមហាថេរនុត្តរៈគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លារីករាយនឹងធ្វើកិរិយាចំពោះសិលវ័នសិលវតីបាសកបាសិកាចាប្រតិចាមើលលើដោយពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជាពិសេសសូមនមស្ការចំពោះគុណចាស់ដែលមានប្រវត្តិមានក្នុងបន្ទប់ផ្សព្វផ្សាយមកលើដោយបាសកបាសិកាដោយសេចក្តីរាប់អាននៅក្នុងពុទ្ធសាសនានេះថ្ងៃនេះនឹងបានចាប់ផ្ដើមសិក្សានៅក្នុងព្រះវិន័យកិច្ចបន្តទៀតនៅក្នុងឃ្លា129នៅក្នុង វេលានេះគឺនឹងបានយល់អំពីដំណើរនៃសូត្រដែលពាក់ព័ន្ធនៅក្នុងព្រះវិន័យនៅខ្ញុំសូមអានបន្តក្នុងសម័យនោះឯងក្រុងវេសាលីមានបាយបរិបូរណ៍មានសន្ទូងល្អមានបិណ្ឌបាតបានស្រួលងាយនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានដោយការស្វែងរកនិងការព្យាយាមគ្រានោះព្រះមានព្រះភិក្ខទ្រង់យាងទៅកាន់ទីស្ងាត់សង្ងំនៅក្នុងព្រះកម្មដ្ឋានទើបទ្រង់ត្រេះរិះដោយព្រះតីយ៉ាងនេះថាខាតនិយៈហោចនិយៈទាំងឡាយណាដែលតថាគតបានអនុញ្ញាតឲ្យដល់ភិក្ខុទាំងឡាយក្នុងកាលដែលស្រុកមានអំណត់មានសន្ទូងមិនល្អមានបិណ្ឌបាតបានដោយលំបាកគឺខាតនិយៈភោជនីយាភោជនីយៈដែលទុកដាក់ខាងក្នុងអកប្បយកតចំអិនខាងក្នុងអកប្បយកតភិក្ខុចំអិនដោយខ្លួនឯងភិក្ខុទទួលរបស់ជាឧកហេតៈតែគេនាំមកអំពីទីនោះដែលភិក្ខុទទួលប្រគេនក្នុងវេលាមុនផុតវត្ថុនៅក្នុងព្រៃវត្ថុនៅក្នុងស្រះក៏ក្នុងថ្ងៃនេះភិក្ខុទាំងឡាយនៅបរិភោគផុតទាំងនោះឬលំដាប់នោះព្រះដ៏មានព្រះភ័ក្ត្រចេញអំពីការសង្ងំនៅក្នុងព្រះកម្មដ្ឋានក្នុងវេលារសៀលហើយទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកទ្រង់សួរថាមនាលអានន្ទខាតនិយៈភោជនិយៈទាំងឡាយណាដែលតថាគតបានអនុញ្ញាតឲ្យដល់ភិក្ខុទាំងឡាយក្នុងកាលមានអំណត់មានសន្ទូងមិនល្អមានបិណ្ឌបាតបានដោយលំបាកគឺខាតនិយៈភោជនិយៈដែលគេទុកដាក់ខាងក្នុងនិងចំអិនខាងក្នុងអកប្បយកតភិក្ខុចំអិនដោយខ្លួនឯងភិក្ខុទទួលរបស់ជាឧកហេតៈដែលគេនាំមកអំពីទីនោះដែលភិក្ខុទទួលប្រគេនក្នុងវេលាមុនផាត់វត្ថុនៅក្នុងព្រៃវត្ថុនៅក្នុងស្រះក៏ក្នុងថ្ងៃនេះតើភិក្ខុទាំងឡាយនៅបរិភោគផាត់ទាំងនោះឬអ្វីព្រះអានន្ទក្រាបបង្គំទូលថាបបិទ្ធមានប្រភេទភិក្ខុទាំងឡាយនៅបរិភោគនៅឡើយព្រោះនិទាននេះដំណើរនេះទើបព្រះដ៏មានព្រះភ័ក្ត្រទ្រង់ធ្វើនៅធម្មីកថាត្រាស់ហៅភិក្ខុទាំងឡាយមកហើយទ្រង់បញ្ញត្តិថាមនាលភិក្ខុទាំងឡាយខាតនិយៈភោជនិយៈទាំងឡាយណាដែលតថាគតអនុញ្ញាតហើយដល់ភិក្ខុទាំងឡាយក្នុងកាលមានអំណត់មានសន្ទុះមិនល្អមានបិណ្ឌបាតបានដោយលំបាកគឺខាតនិយៈភោជនិយៈដែលទុកដាក់ខាងក្នុងនិងចំអិនខាងក្នុងអកប្បយកតភិក្ខុចំអិនខ្លួនឯងភិក្ខុទទួលរបស់ជាឧកហេតៈដែលគេនាំមកអំពីទីនោះតែភិក្ខុទទួលប្រគេនក្នុងវេលាមុនផាត់វត្ថុនៅក្នុងព្រៃវត្ថុនៅក្នុងស្រះឥឡូវនេះតថាគតហាមខាតនិយៈភោជនិយៈទាំងនោះតាំងពីថ្ងៃនេះទៅមនាលភិក្ខុទាំងឡាយភិក្ខុកុំបរិភោគភិក្ខុកុំកបីបរិភោគនៅខាតនិយៈភោជនិយៈជាអន្តរវុដ្ឋៈទុកដាក់ខាងក្នុងអកប្បយកតអន្តរបកៈចំអិនខាងក្នុងអកប្បយកតសាមញ្ញបកៈភិក្ខុឲ្យឆ្អិនខ្លួនឯងឧកហេតបដិកហេតៈ
កាន់ជាមុនហើយទៅឲ្យគេប្រគេនបើភិក្ខុណាបរិភោគត្រូវអាបាត់ទុក្ខកមនាភិក្ខុទាំងឡាយម្យ៉ាងទៀតភិក្ខុឆាន់រួចហើយហាមផាត់ហើយកុំកបីឆាន់អនិតិរតភោជនភោជនថ្មងគឺភោខាតនិយៈភោជនិយៈដែលតិយៈនាំមកអំពីទីនោះភិក្ខុទទួលក្នុងវេលាមុនផាត់វត្ថុដែលតាំងនៅក្នុងព្រៃវត្ថុដែលតាំងនៅក្នុងស្រះបើភិក្ខុណាបរិភោគវិន័យធម៌ត្រូវកាត់សេចក្តីតាមអាបត្តិអញ្ចឹងនៅក្នុងកន្លែងនេះមុនដំបូងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតដោយសារអីដោយសារអឺស្រុកហ្នឹងអំណត់បានន័យថាมันមានចង្ហាន់គ្រប់គ្រាន់ព្រះអង្គអនុញ្ញាតឲ្យភិក្ខុធ្វើដោយខ្លួនឯងអាចទទួលយកបានណាចម្អិនក្នុងដាក់ទុកក្នុងអកប្បយកតហើយចម្អិនទុកក្នុងអកប្បយកតភិក្ខុចម្អិនខ្លួនឯងកាន់ជាមុនហើយទៅឲ្យគេប្រគេនអញ្ចឹងកាលស្រុកកើតទលភឹកហ្នឹងលោកអាចឆាន់បានលោកអាចធ្វើដូច្ហ្នឹងបានក៏តែក្រោយមកស្រុកហ្នឹងក៏បរិបូរដោយចង្ហាន់បេណ្ឌបាតអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តាំងជាពុទ្ធបញ្ញត្តិវិញលេខអនុញ្ញាតហើយព្រះអង្គធ្វើជាពុទ្ធបញ្ញត្តិមកដើម្បីហាមឃាត់កុំឲ្យភិក្ខុធ្វើដោយខ្លួនឯងអញ្ចឹងហ្នឹងហើយវត្ថុខ្លះកាន់រួចបានឲ្យគេប្រគេនអាហ្នឹងក៏មិនគួរដែរហ្នឹងឯងក៏មិនគួរដែរអញ្ចឹងបើភិក្ខុណាបរិភោគត្រូវអាបត្តិទុកគាត់យល់ហើយបាទកន្លែងហ្នឹងយល់ហើយមុនដំបូងបញ្ញត្តិហើយអនុញ្ញាតវិញអនុញ្ញាតលោកបញ្ញត្តិវិញបញ្ញត្តិវិញដោយសារតែអឺព្រះសម្មាសម្ពុទ្ធព្រះអង្គខាងក្រោយមកស្រុកហ្នឹងវាលែងកើតទុរភិក្ខហើយបាទចង្ហាន់គ្រប់គ្រាន់ហើយពេលអញ្ចឹងព្រះអង្គអត់ឲ្យធ្វើទេតែមិនបិណ្ឌបាតទៅអញ្ចឹងណាមិនបិណ្ឌបាតទៅអាហ្នឹងជាកិច្ចនៅក្នុងវិន័យកិច្ចហ្នឹងគឺអញ្ចឹងឯងពេលណាដែលផាត់នឹងបបោហើយស្រាប់តែលោកនៅតែធ្វើខ្លួនឯងពុទ្ធបរិស័ទគេថាលោកធ្វើខ្លួនឯងមិនទៅដាំចង្ហាន់ដាំអីទេណាលោកធ្វើខ្លួនឯងណាធ្វើខ្លួនឯងណាមានឃ្លាំងខ្លួនឯងហើយធ្វើខ្លួនឯងមិនដាំចង្ហាន់ទៅអីលោកធ្វើទៅអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងអំពីសភាពនៃការធ្វើទានរបស់ទេយៈតែជាពេលអញ្ចឹងបើស្រុកដែលកើតទុរភិក្ខមានតែគេហ្នឹងសរសើរមិនអញ្ចឹងគេសរសើរទៅព្រះអង្គចេះដោះស្រាយខ្លួនឯងតែចេះចាត់ចែងផាត់នឹងល្អដល់ពេលផាត់សម្បូរហើយលោកទៅដាក់ក្នុងឃ្លាំងគេថាម៉េចគេថាគេលោកសន្សំណាលោកសន្សំអញ្ចឹងលោកដោះស្រាយខ្លួនឯងបានហើយមិនតាមចង្ហាន់ខ្លួនឯងដល់ពេលអញ្ចឹងវាផ្សេងអាពេលវេលាហ្នឹងអញ្ចឹងបានពុទ្ធព្រះអង្គពីនៃខ្លះព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះអង្គទ្រង់បញ្ញត្តិវិញអញ្ចឹងណាបាទចន្លោះនៅត្រង់ហ្នឹងហើយបាទហ្នឹងកន្លែងហ្នឹងពេលខ្លះយើងដឹងថាខាងដើមមកព្រះអង្គអនុញ្ញាតហើយដល់ពេលស្រាប់តែនឹមគេធ្វើអញ្ចឹងដល់ពេលក្រោយមកព្រះអង្គទ្រង់បញ្ញត្តិវិញដល់ពេលយើងមើលក្នុងពុទ្ធបញ្ញត្តិកន្លែងហ្នឹងព្រះអង្គបញ្ញត្តិវិញតាចាំបានដល់វិន័យកន្លែងខ្លះជាបបបញ្ញត្តិជាមូលបញ្ញត្តិអីទៅក្រោយអនុបញ្ញត្តិបានថាព្រះអង្គបញ្ញត្តិថែមក្រោយទៀតណាសាររើដោយតែច្បាប់សាររើសថ្មីអញ្ចឹងណាច្បាប់ចាស់ហ្នឹងមើលថាកន្លែងហ្នឹងដូចមិនកើតទេណាឡើយដូចมันអាចបណ្ដិតដោយបានទេត្រូវបន្តឹងវិញអញ្ចឹងក៏រឹតបន្តឹងលែងច្បាប់ហ្នឹងវិញតើគេអញ្ចឹងណាហ្នឹងហើយនៅក្នុងវិន័យកិច្ចត្រូវតែដឹងកន្លែងហ្នឹងដែរហើយមួយទៀតនៃខាងក្រោយហ្នឹងភិក្ខុឆាន់រួចហើយហាមផាត់ហើយអង្គកបីឆាន់អនិតិរតភោជនមិនថាភោជនតែថ្មងថ្មីណាតែគេទៅតែប្រគេនមុនផាត់ទទួលមុនផាត់អញ្ចឹងបើយើងឆាន់ឆ្អែតហើយទៅឆាន់អីទៀតអញ្ចឹងណាចាប់ភិក្ខុផ្សេងទៀតដែលលោកអត់ហ្នឹងយកប្រគេនលោកទៅ
chẳng một bút bọn thà bọn này chán vì này thầu nó để trâu trâu vì này trâu cắt sẽ cái đây ta bạt trâu cắt bạt mạch mà bà lục bình chẳng ạ nó xăm cua thế thà này chẳng bờ ca hỏi bà ông xe này lúc ở tân ban chán nó lúc thì chán tới mày dân chán ấy xâm ra sân chẳng á nè anh đồ lôm mình là sân tàu sạn nó một bột bảo là sân tàu sạn nó cái là nòng phọt nó nòng phổi chuẩn nó là phổi cho nên mà ta nhật ta nó sẽ vào mang nòng cá là nòng cá chăn trong bờ thời dân chăn hơi rồi hơi nó ham khọt đã sập ria liang bạc ấy ở hai năm hay thì vô phọt nâng bờ chăn tiệt đấy này nữa nên chẳng làในขนมขนีบมาโดยสามสัตว์จังขังเลือดไอ้ได้บ้านนะอยู่แล้ว លោកគ្រូសុំកន្លែងនឹងមួយទៀតចុះ បាទ ដល់ពេលលោកឈប់ឆាន់អញ្ចឹងហើយដល់ពេលពុទ្ធបរិស័ទជ្រះថ្លាអញ្ចឹងមានចង្ហាន់ចង់ឲ្យលោកឆាន់យើងលោកឆាន់ទៀតបានហើយអត់ អាហ្នឹងយើងនេះទៅបើថាយើងចេះថ្លាយើងទុកប្រគិនលោកថ្ងៃក្រោយទៅ អញ្ចឹងហ៎ ហ្នឹង មិន ហើ នៅ យ ពេលអញ្ចឹងដូចជាមហូបខ្លះអាចទុកបានណាលោកគ្រូ ទុកបាន តែនឹងយើងទុកមិនបានណាដូចថា បាទ ត្រូវធ្វើភ្លាមអញ្ចឹងឆាន់ថ្ងៃហ្នឹងណាហើយអញ្ អឺ ចឹង បាទអញ្ចឹងថាឧទាហរណ៍ថាម្ហូបនោះបំរុងថាឲ្យលោកឆាន់ថ្ងៃហ្នឹងហើយ ចា តែដល់ពេលយើងប្រគិនទាំងអស់ក៏ប៉ុន្តែលោកឆាន់បានឆាន់មិនបានហ្នឹងរឿងរបស់លោកហ្នឹងណាអាហ្នឹងអត់អីទេអាហ្នឹងមកវាអញ្ចឹងណា ចា មិនថាម្ហូបហ្នឹងគឺវាកោអស់ហើយយើងរៀបចំថាបំរុងអញ្ចឹងសម្រាប់ប្រសង់ដែលលោកត្រូវឆាន់ថ្ងៃនេះអញ្ចឹងណា ចា ណាប៉ុន្តែម្ហូបច្រើនពេលខ្លះទៅលោកអត់ទាន់បានឆាន់ក៏ប៉ុន្តែបើសិនមកលោកឈប់ហើយ ចា ឈប់ហើយណាលោកដាក់អីទៅស្រាប់តែយើងនឹកឃើញអូមានផាត់បន្ថែមទៀតណាមានផាត់បន្ថែមទៀតហ្នឹងពីគ្រោះជាមួយព្រះអង្គទៅតែព្រះអង្គបើថាលោកអាចឆាន់បានហើយអត់មានវិខផ្សេងទៀតទេអានេះវិខជាជាថេរៈហ្នឹងលោកត្រូវពិភាក្សាជាមួយវិខផងគ្នាទៅត្រូវធ្វើមិនអញ្ចឹងណាគួរឆាន់តឬក៏ត្រូវរក្សាផាត់ហ្នឹងក្នុងកិច្ចហ្នឹងទេ ចា ហ្នឹងហើយបើថាលោកព្រមព្រៀងហើយសង់សាមគ្គីអាហ្នឹងណាលោកទទួលទៅខ្ញុំតែលោកឆាន់ហ្នឹងរឿងរបស់លោកឯណា ចា ចា ព្រោះវិន័យកិច្ចគឺអញ្ចឹងឯងបើថាលោកដាក់ចោលហើយបានន័យថាចប់ហើយហ្នឹងហើយចប់ហើយណាអារឿងដែលតែប្រគិនលោកហ្នឹងចប់ហើយក៏ប៉ុន្តែបើមានថ្មីមកទៀតទៅប្រគិនលោកហើយលោកឆាន់ហ្នឹងអត់គួរឆាន់ទេគេហៅថាផាត់ថ្មីអានេតិរតភោជនណា ចា ផាត់ថ្មហ្នឹងมันគួរឆាន់ទេអញ្ចឹង តួអញ្ចឹងពីមានដូចថាយើងទៅវត្តអញ្ចឹងណា បា ហើយ ទ លោកឆាន់រួចលោកឆាន់ខ្លះលោកដាក់ហើយតែខ្លះមិនទាន់ដាក់អញ្ចឹងណា អត់អីទេប្រគិនអង្គណាដែលលោកអត់ទាន់ដាក់ ហើយជាងទៅ បាទ មកក្រោយគេយកទៅប្រគេនក៏ហើយជាងទៅដឹងថាលោកឆាន់ជួនណាឈប់អស់ហើយលោកទទួលចង្ហាន់នឹងទៀតអញ្ចឹងណា អ្នកលោកចឹងទទួលអត់អីទេក៏មិនលោកឆាន់ អូខេអានឹង fair enough បើថាលោកទទួលហើយបានន័យថាលោកអាចឲ្យញាតិញោមឲ្យចាត់ចែងទុកចឹងណា ចា បើថាលោកជួនកាលពេលខ្លះចឹងដែរក្នុងវត្តលោកកំពុងឆាន់ទៅបាទជួនកាលអង្គខ្លះលោកដាក់ហើយអង្គខ្លះលោកមិនទាន់ដាក់ទេលោកអាចយើងជាទេយកយើងអាចចាត់ចែងទៅប្រគេនលោកតែព្រះអង្គអត់ទាន់ឆាន់ហើយចឹងណា ចា តិចបន្តួចក៏ប្រគេនលោកឆាន់ទៅហ្នឹងហើយចឹងវិញនៅបើថាលោកអស់លេងហើយយើងយកមកប្រគេននោះគេហៅថាចាត់ទុកតែជាផាត់ថ្មីហ្នឹងហើយផាត់ថ្មីយល់ ចា ហើយ អរគុណលោកយល់ហើយព្រោះនៅនេះយើងមើលតាមពេលវេលាអ្នកខ្លះមាន
ngày ấy chừng tao màu toàn ấy hay បាទ màu chụp áo phật bọc hơi dương vô tao bọc kê lô tàu ហ្នឹងហើយអញ្ចឹងបានតែអ្នកចាត់ចែងផនហ្នឹងគឺត្រូវអ្នកយល់ណា dạ អ្នកយល់កុំឲ្យលោកមានទោសយើងទទួលទៅគឺឲ្យរៀបចំទុកដាក់រៀបចំទុកដាក់កេនលោកអញ្ចឹងទៅ dạ ở con lục rồi បាទ នៀប130សម័យនោះឯងពួកមនុស្សអ្នកជនបទទុកអំបែលខ្លះប្រេងខ្លះអង្គរខ្លះខាទិនិយាហាខ្លះច្រើនមុខក្នុងរទេសទាំងឡាយហើយបង្វិលរទេសមកឈប់នៅក្បែរក្លោងទ្វារខាងក្រៅអារាមដោយប៉ងថាយើងទាំងឡាយនឹងបាននៅលំដាប់ទីកន្លែងក្នុងកាលណាយើងនឹងធ្វើផន់ថ្វាយសង្ឃក្នុងកាលនោះជួនពេលនោះមហាមេឃក៏តូទឹមឡើងគ្រានោះពួកមនុស្សទាំងអំអាលនោះចូលទៅរកព្រះអនន្តមាននាយកលុះចូលទៅដល់ហើយក្រាបទូលព្រះអនន្តមាននាយកដោយពាក្យដូច្នេះថាបបិទ្ធព្រះអនន្តដោយចម្រើនមនុស្សដែលនៅក្នុងដែនក្នុងជនបទទុកអំបែលខ្លះប្រេងខ្លះអង្គរខ្លះខាតរយាហាខ្លះច្រើនមុខក្នុងរទេសទាំងឡាយហើយមកឈប់នៅក្បែរក្លោងទ្វារនេះជួនពេលនោះមហាមេឃក៏ទទឹមឡើងបបិទ្ធព្រះអនន្តដោយចម្រើនមនុស្សដែលនៅក្នុងជនបទទាំងនោះគួរប្រតិបត្តិដោយម្ដេចទៅគ្រានោះព្រះអនន្តមានអាយុក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភ័ក្ត្រព្រះអង្គទ្រង់ថាមនាលអនន្តណាស់ហើយចាស់បើសង្ឃប្រាថ្នានៅទីណាគឺជាវិហារក្តីអន្តយោក្តីអធិស្ឋានអត្តយោក្តីប្រាសាទក្តីប្រាសាទត្រងែលក្តីគុហាក្តីដែលនៅចុងក្រោយគេសង់ចូលសន្មតនៅទីនោះឲ្យជាកប្បយភូមិហើយធ្វើឲ្យអ្នកជននៅបាត់ទាំងនោះនៅក្នុងទីនោះចាស់មនាលភិក្ខុទាំងឡាយសង្ឃកបីសន្មតយ៉ាងនេះគឺភិក្ខុជាអ្នកឆ្លះប្រតិពលកបីប្តឹងសង្ឃឲ្យដឹងថាបបិទ្ធព្រះសង្ឃដោយចម្រើនសូមព្រះសង្ឃស្ដាប់ខ្ញុំបើកម្មមានកាលសំគួរដល់សង្ឃហើយសង្ឃកបីសន្មតវិហារឈ្មោះនេះឲ្យជារបស់កប្បយភូមិនេះជាញាតិបបិទ្ធព្រះសង្ឃដោយចម្រើនសូមព្រះសង្ឃស្ដាប់ខ្ញុំសង្ឃសន្មតវិហារឈ្មោះនេះឲ្យជាកប្បយភូមិការសន្មតវិហារឈ្មោះនេះឲ្យជាកប្បយភូមិសំគួរដល់លោកដ៏មានអាយុអង្គណាលោកដ៏មានអាយុអង្គនោះក៏បីស្ងៀមបើមិនសំគួរដល់លោកដ៏មានអាយុអង្គណាទេលោកដ៏មានអាយុអង្គនោះក៏បីនិយាយឡើងសង្ឃសម្បានសន្មតវិហារឈ្មោះនេះឲ្យជាកប្បយភូមិហើយការសន្មតនេះសំគួរដល់សង្ឃហេតុនោះទើបសង្ឃស្ងៀមនៅខ្ញុំសូមចាំទុកនៅដំណើរនេះដោយអាការស្ងៀមយ៉ាងនៅយ៉ាងនេះសម័យនៅឯងមនុស្សទាំងឡាយដាំបបរដាំបាយស្លសម្លចិញ្ច្រាំសាច់ពុះអស់ធ្វើសម្លេងកឹងកងក្នុងកប្បយកតដែលសង្ឃសន្មតឲ្យនោះឯងព្រះរាមាប្រភេទទ្រង់តានឡើងក្នុងវេលាបច្ចោសសម័យនៃរាត្រីបានឮសម្លេងកឹកកងខ្លាំងខ្ញៀវខ្ញាលុះលើហើយទើបទ្រង់ត្រាស់ហៅព្រះអនន្តមានអាយុមកថាសួរថាម្នាក់អនន្តសម្លេងកឹកកងខ្លាំងខ្ញៀវខ្ញានោះតើជាសម្លេងអ្វីព្រះអនន្តក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដោយចម្រើនឥឡូវនេះមនុស្សទាំងឡាយដាំបបរដាំបាយស្លសម្លចិញ្ច្រាំសាច់ពុះអស់ក្នុងកប្បយភូមិដែលសង្ឃសរមន្តនោះឯងបបិទ្ធព្រះដ៏មានព្រះភ័ក្ត្រសម្លេងកឹកកងខ្លាំងខ្ជាវខ្ជានោះជាសម្លេងនោះឯងព្រោះនិទាននេះដំណើរនេះតើព្រះដ៏មានព្រះភ័ក្ត្រទ្រង់ធ្វើធម្មិកថាហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកទ្រង់បញ្ញត្តិថាមនាលភិក្ខុទាំងឡាយភិក្ខុមិនគួរប្រើប្រាស់នៅកប្បយភូមិដែលសង្ឃសន្មតទេភិក្ខុណាប្រើប្រាស់ត្រូវបាត់ទៅគាត់មនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតនៅកប្បយភូមិ3យ៉ាងគឺឧស្សាវនន្តិកា1កោនិសាតិកា1ពហបតិកា1សម័យនោះឯង
យៈសូជាភិក្ខុដែលមានអាយុមានជំងឺមនុស្សទាំងឡាយនាំភេសជ្ជៈដើម្បីប្រយោជន៍ដល់លោកនោះភិក្ខុទាំងឡាយទុកដាក់ភេសជ្ជៈទាំងនោះខាងក្រៅលំនៅសត្វតូចតូចមានកណ្ដុរជាដើមទំពាស៊ីខ្លះពួកចោរលោកយកទៅខ្លះភិក្ខុទាំងឡាយក្រាបបង្គំទូលរឿងនោះចំពោះព្រះអមេរុភៈ ព្រះអង្គទ្រង់ត្រាស់ថាមនីភិក្ខុទាំងឡាយតថាគតអញ្ញាតឲ្យអ្នកទាំងឡាយប្រើប្រាស់នៅកម្ពុជាភូមិដែលសង្សនបត្តិឲ្យភិក្ខុមនីភិក្ខុទាំងឡាយតថាគតអនុញ្ញាតនៅកម្ពុជាភូមិ4គឺឧស្សាវនន្តិកា1គោនិសាតិកា1កហបតិកា1សមតិកា1ណាអញ្ចឹងនៅក្នុង ក្នុងកន្លែងនេះណាមុនដំបូងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមដល់ពេលក្រោយមកក៏ព្រះអង្គទ្រង់អនុញ្ញាតឲ្យកន្លែងដែលពាក់ព័ន្ធនឹងភ្លេងនេះភ្លៀងជាស្រ័យភ្លៀងនេះនៅពេលដែលមនុស្សទាំងឡាយហ្នឹងទៅគាត់មានរបស់របរច្រើនទៅគាត់ទៅឈប់នៅក្បែរវត្តហ្នឹងឯងដល់ពេលឈប់ទៅអាមេឃហ្នឹងវារលឹមវាភ្លៀងវាចង់ភ្លៀងធំអញ្ចឹងណាហើយមនុស្សទាំងឡាយហ្នឹងក៏រកលែងជ្រកពូនមិនបានដល់ពេលឃើញវត្តទៅមានវិហារមានអន្តយោគអីចឹងទៅក៏សុំលោកជ្រកកាលណាបើសិនបើសុំលោកជ្រកទៅក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ធ្វើរបស់ហ្នឹងឲ្យជារបស់កុហកប្រើប្រាស់អញ្ចឹងលោកឲ្យព្រះវិខុសង្ឃហ្នឹងសូត្រប្រាប់ដល់ព្រះសង្ឃទាំងអស់ហ្នឹងឲ្យយល់ព្រមថាកន្លែងហ្នឹងគឺសម្រាប់ទាយកទាយការកញ្ជើញមកទៅឲ្យគាត់ប្រើប្រាស់កុំឲ្យជារបស់សង្ឃឲ្យជារបស់គាត់ប្រើប្រាស់ទៅកុំឲ្យវាមានទោសណាកន្លែងហ្នឹងឯងកុំឲ្យវាបលោបលាក់របស់សង្ឃចឹងទៅលោកសូត្រដកហើយក៏បញ្ញត្តិរបស់នេះជាកប្បយៈភូមិរបស់ឧបាសកឧបាសិកាប្រើប្រាស់ទៅឃើញណាហើយនៅគេប្រើពាក្យថាកប្បយៈកោដឹងក៏រមៈយើងទាំងឡាយធ្វើកប្បយៈកោដូច្នេះ3ដងហ្នឹងគឺពាក្យប៉ុណ្ណឹងកន្លែងហ្នឹងឯងដែលលោកប្រើប្រាស់នៅក្នុងព្រីវិន័យកិច្ចអញ្ចឹងការដែលភិក្ខុសង្ឃសូត្រថាយើងធ្វើកប្បយៈកោហើយក៏កសាងឡើងឈ្មោះថាឧស្សាវនន្តិកាហ្នឹងមួយទៅហ្នឹងហើយមួយទៀតខ្ទមទូចរឿងទូចរោងទូចដែលចាស់ក្រឹមគ្រាដោយរោងគោដូចជាកប្បយៈកុដមកថាគោនិសាតិកាមិនថាសម័យពីដើមក្នុងអារាមនោះវាមានរោងមានអីអញ្ចឹងតូចគេបោកលាបដោយលាមកគោចិនជាមួយចំបើងជាមួយស្លឹកឈើអីអញ្ចឹងណាហ្នឹងហើយចាស់ក្រឹមគ្រាទៅអាចប្រើប្រាស់បានដោយការជួសជុលអញ្ចឹងទៅការរបស់ហ្នឹងក៏គេចាត់ទុកថាគោនេសារិកាអញ្ចឹងទៅគេដូចថារោងតូចសម្រាប់អាចដាក់គោឲ្យបានអញ្ចឹងណាដោយកាត់បើឈប់អញ្ចឹងទៅយើងមិនអាចទៅចងគោប្រេះប្រាស់បានទេទៅចងរោងតូចហ្នឹងទៅនឹងមួយទៀតទៅហើយនៅក្នុងកន្លែងនេះលោកបញ្យល់ថាវាមាន2គោនិសាតិកានេះមាន2គឺសេនាសនៈដែលគ្មានរបងឬជញ្ជាំងខ្មែរយើងហៅក្រលគោណាក្រលគោឈ្មោះថាអារាមគោនិសាតិកាអញ្ចឹងទៅសេនាសនៈទាំងអស់ដែលមានរបងជញ្ជាំងខ្លះបាត់ខ្លះឈ្មោះថាវិហារគោនិសារិកាបើថាគេកសាងធ្វើចង្ការគេដាក់របងទៅដាក់ជញ្ជាំងបញ្ឆោតខ្លះទៅកុំឲ្យទឹកឲ្យសាអញ្ចឹងណាអញ្ចឹងរបស់ហ្នឹងដែលមានជញ្ជាំងខ្លះអត់ខ្លះលោកហៅថាវិហារក៏តែបើសិនអត់មានសុទ្ធអានោះលោកហៅថាអារាមទីសេនាសនៈនេះគឺពាក្យបញ្ញត្តិឲ្យស្គាល់ថាហ្នឹងស្អីគេអញ្ចឹងណាបាទមួយទៀតមនុស្សទាំងឡាយកសាងអាវាសហើយគេនិយាយថាសូមលោកម្ចាស់ទាំងឡាយប្រើប្រាស់នៅកប្បយៈកុដនេះចោះកប្បយៈកុដនោះ
នេះឈ្មោះថាគេហបតិកាអានេះបើតែគេកសារហើយគេប្រគិនលោកណាជាកប្បយៈគាត់គេប្រគិនលោកទៅក៏លោកប្រាស់ទៅក៏តែដែលកប្បយៈគាត់ដែលសម្រេចដូច្នេះលោកហៅថាគេហបតិកាចឹងបានថាសម័យពលពតហើយគាត់រៀនវិន័យហ្នឹងមកគាត់យកវត្តហ្នឹងទៅធ្វើក្រលគោហ្នឹងក៏ជ្រូកដាក់អីទៅហ្នឹងហើយគាត់រកឃើញណាហើយពហិនៅវត្តខ្ញុំចិញ្ចឹមជ្រូកគេដាក់កន្លែងចិញ្ចឹមជ្រូកហើយវាល្អដែរវាពហិហ្នឹងរូលធំទលាយហើយឈើមិនទៅឈើនេះណាឈើវាដើមមកបាទទុកតនេចោលទៅអីបើគេថាទុកតនេនៅហើយអាសាលាធំតស8ជ្រុងហ្នឹងហើយអាតសហ្នឹងអប2នាក់ជុំហ៎នាំគេយកទៅពុះទៅធ្វើអាស្ពាននៅកន្លែងគេហៅកន្លែងអាងកន្លែងអាងទឹកហ្នឹងពុះនេះវិហារណាតសវិហារតសមួយពុះទៅវាបាន4តសពុះតសមួយបាន4តសអញ្ចឹងស្ពានប្រមាណហ្នឹងប្រើតសសាលាវត្តសឹងហ្នឹងប្រើប្រាស់បានតសមានប្រយោជន៍មានប្រយោជន៍ប្រាប់គេអញ្ចឹងគេលើខ្ទេចខ្ទាយករបស់គេខំធ្វើចង្ងាប់យកទៅធ្វើស្នើអីស្នើឲ្យគុណសក់ឯងលោកប្រាំងឆ្លាក់ឈាមគុណសក់ល្បីទៅគុណសក់ច្រើនបាននៅគ្នាប131សម័យនោះឯងមេតកៈគេហបតីនៅអាស្រ័យក្នុងក្រុងផតិយៈសទ្ធិនោះមានអធិនុភាពខាងណាអែកក់ជំរុះនៅសៃស័កមិនថាកាត់នេះជំនាញកក់ក្បាលហ្នឹងឯងអ្នកកក់ក្បាលរួចប្រើគេឲ្យបោះជំរុកស្រូវហើយទៅអង្គុយនៅខាងក្រៅទ្វារធាស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាសពេញទាំងជំរុកឯភរិយារបស់សេដ្ឋីនោះមានអធិនុភាពខាងឯចូលទៅអង្គុយចិត្តថាសមួយមានចំណោះមួយអលហាកៈនិងថាសមួយសម្រាប់ដាក់សម្លមហូបក្រៀមហើយអង្គាសនៅបរោះជាទាសកម្មករដោយផាត់បើសទ្ធិភរិយាមិនទាន់ក្រោកឡើងផាត់នោះក៏មិនអស់ទៅយ៉ាងនឹងបន់กันណាចេះអស់នឹងអត់ចេះអស់ទេហើយមកពេលប្តីហ្នឹងខាងស្រូវណាអង្គុយតែក្បែរជំរុកទៅអាស្រូវធ្លាក់ចូលជំរុកឯងអញ្ចឹងហើយដល់ពេលភរិយាហ្នឹងខាងផាត់ខាងអាហារមើលកម្មករបើថាកន្លែងកាន់អង្គុយណាថាហ្នឹងគឺមហូបពេញកម្មករមកយកហ្នឹងអត់អស់ទេចេះអស់យកតាមចិត្តទេអស់យកតាមចិត្តដល់ពេលគាត់ក្រោកចេញទៅអាផាត់ហ្នឹងអស់ហ្នឹងអាហ្នឹងបន់គាត់អញ្ចឹងដល់ពេលកូនប្រុសរបស់សេដ្ឋីនោះមានអធិនុភាពខាងឯកាន់យកថងមានចំណោះ1000កហបណៈហើយឲ្យរង្វាន់ដល់បរិជាទេសកម្មករអស់6ខែបើថងនៅតែក្នុងដៃរបស់សេដ្ឋីបុត្រនោះដរាបណារង្វាន់នោះក៏មិនចេះអស់ទៅដរាបនោះអញ្ចឹងរង្វាន់ដែលគេរៀបចំឲ្យអ្នកកម្មករធ្វើការងារហ្នឹងបើគាត់នៅតែកាន់ថងហ្នឹងអារង្វាន់នៅតែមានហ្នឹងឯងអញ្ចឹងបើថាឈប់កាន់ពេលណាអារង្វាន់នោះបានអស់អញ្ចឹងកូនប្រសាស្រ័យរបស់សេដ្ឋីនោះមានអធិនុភាពខាងអមុខការចូលទៅអង្គុយចិត្តកញ្ជើមួយមានចំណោះ4តូណាហើយឲ្យផាត់ដែលបរិជាហ
ហើយឲ្យផាត់ដល់បរិជាទេសកម្មករអស់6 ខែបើគុណភាសាស្រ័យរបស់សទ្ធិនោះមិនទាន់ក្រោកឡើងដរាបណាផាត់នោះក៏មិនចេះអស់ទៅដរាបនោះ Bận vậy đó. បាទសតបនហ្នឹងមកក្រុមកសាกันណា គេធ្វើបនរួមគ្រូ បាទហ្នឹងហើយធ្លាប់ធ្វើបនរួមគ្នាខ្ញុំប្រុសរបស់សទ្ធិនោះមានអត្ថនភាពខាងឯមុខការលួស្រាដោយនង្គ័លតែមួយ មានអាចបំណាស់7បែកចាញ់ទៅព្រះបាទមេកធៈសេនយៈព្រះមសាបានលើកដំណឹងថាណាមានដកៈកាបតីនៅក្នុងក្រុងផតិយៈក្នុងដែនរបស់យើងនេះថាមានអត្ថនភាពខាងឯកកជំរុះនៅសៃស័ករួចប្រើឲ្យគេបោះជំរុកស្រូវហើយទៅអង្គុយនៅក្រៅទ្វារធាស្រូវក៏ធ្លាក់ចុះមកពីអាកាសពេញទាំងជំរុកបានភរិយារបស់សទ្ធិនោះមានអត្ថភាពខាងឯចូលទៅអង្គុយចិត្តថាសមួយមានចំណោះមួយអលហកៈនិងថាមួយសម្រាប់ដាក់សម្លនិងមហូបក្រៀមហើយអង្គាសនៅបរិជាទេសកម្មករដោយផាត់បើសទ្ធិភរិយានោះមិនទាន់ក្រោកឡើងរាបណាផាត់នោះក៏មិនចេះអស់ទៅដល់រាបនោះកូនប្រុសរបស់សទ្ធិនោះមានអត្ថនភាពឯកាន់យកនៅថងណាមានចំណោះ1000កហបណៈហើយឲ្យរង្វាន់ដល់បរិសដែលជាទេសកម្មករអស់6 ខែបើថងនៅតែក្នុងដៃរបស់សេដ្ឋីបុត្រនោះដរាបណារង្វាន់នោះក៏មិនចេះអស់ទៅដរាបនោះកូនប្រសាស្រ័យរបស់សេដ្ឋីនោះមានអត្ថនភាពឯខាងចូលទៅអង្គុយចិត្តកញ្ជើមួយមានចំណោះ4តោណាហើយឲ្យផាត់ដល់បរិសដែលជាទេសកម្មករអស់6 ខែបើកូនប្រសាស្រ័យសេដ្ឋីនោះមិនទាន់ក្រោកឡើងដរាបណាផាត់នោះក៏មិនចេះអស់ទៅដរាបនោះខ្ញុំប្រុសរបស់សេដ្ឋីនោះមានអត្ថនភាពខាងឯកាព្យួរស្រែដោយនង្គ័លតែមួយមានអាចបំណាស់7បែកចាញ់ទៅមិនថានង្គ័លហ្នឹងមានតែមួយដែរគាត់តែព្យួរទៅអាបំណាស់ដែលបែកចាញ់ទៅ7អញ្ចឹងណាហើយអ្នកដែលជឿហ្នឹងជឿអញ្ចឹងយកអាចបំណាស់ធ្វើអីទៀតដែរ Miền Bận đấy. មានបាត់ណាទៅព្រះបាទមេកធៈសេនយៈเป็นภาษาទ្រង់ហៅនៅសัพពតកៈមហាមាត្រដើម្បីថាអាមាត្យដែលទទួលកិច្ចការងាររបស់ព្រះរាជាគ្រប់យ៉ាងណា Dạ. ណាហៅថាសัพពតកៈមហាមាត្រម្នាក់មកហើយទ្រង់មានព្រះអង្គការថាណែនាយលើថាមានតកៈកាបតីនៅក្នុងក្រុងផតិយៈក្នុងដែនរបស់យើងនេះមានអធិនភាពខាងឯកាកកជំរុះនៅសៃសារួចប្រើឲ្យគេបោះជំរុកស្រូវហើយអង្គុយខាងក្រៅទ្វារធាស្រូវស្រាប់តែធ្លាក់ចុះមកអំពីអាកាសពេញទាំងជំរុកណាខ្ញុំប្រុសរបស់សទ្ធិនោះមានអធិនភាពខាងឯព្យួរស្រែដោយនង្គ័លតែមួយមានអាយុអំណាច7បែកចែងទៅណានាយអ្នកចូលទៅឲ្យដឹងការបើអ្នកឃើញហើយដូចជាយើងឃើញខ្លួនឯងដែរមហាមាត្រនោះទទួលព្រះរាជអង្គការនៃព្រះបាទមេកធៈសញ្ញៈเป็นภาษาដោយពាក្យដូច្នេះថាយ៉ាងនឹងហើយព្រះសម្មាទិទេពហើយត្រៃសម្ដៅទៅកាន់ក្រុងផតិយៈតាមលំដាប់ជាមួយនឹងសេនាមានអង្គ4ចូលទៅរកមេន្តកៈកហបតីលោកចូលទៅដល់ហើយទៅនិយាយនឹងមេន្តកៈកហបតីថាណែកហបតីយើងនៅឯងព្រះរាជាទ្រង់ត្រាស់បង្គាប់មកថាមនាលនាយលើថាមេន្តកៈកហបតីនៅក្នុងក្រុងផតិយៈក្នុងដែនរបស់យើងនេះមានអធិនភាពខាងឯកកសក់ជំរុះនៅសៃសាមកកកជំរុះនៅសៃសារួចប្រើគេបោះជំរុកស្រូវហើយទៅអង្គុយខាងក្រៅទ្វារធាស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាសពេញទាំងជំរុកខ្ញុំប្រុសរបស់សទ្ធិនោះមានអធិនភាពខាងឯកិច្ចការព្យួរស្រែដោយនង្គ័លតែមួយមានអាយុអំណាច7បែកចាញ់ទៅណានាយអ្នកចូលទៅឲ្យដឹងការបើអ្នកឃើញហើយដូចជាយើងឃើញខ្លួនឯងដែរមនាលកហបតីឥឡូវនេះយើងចង់ឃើញអធិនភាពរបស់អ្នកគ្រានោះមេន្តកៈកហបតីក៏ជំរុំនៅសៃសារួចប្រើឲ្យគេបោះជំរុកស្រូវហើយទៅអង្គុយខាងក្រៅទ្វារធាស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាសពេញទាំងជំរុកមហាមាត្រនិយាយថាមនាលកហបតីអធិនភាពរបស់អ្នកយើងក៏បានឃើញហើយតែយើងចង់ឃើញអធិនភាពភរិយារបស់អ្នកទៀត
មហាមាត្យបោះស្រាច់ហ្នឹងណា បាទ ទើបមានតែកាកាបដីបង្កប់ទៅភរិយាថាណែនាងបើដូច្នោះចូលនាងអង្គាសនៅសេនាមានអង្គ4ដោយផាត់ចាស់លំដាប់នោះភរិយារបស់មេនកាកាបដីចូលទៅអង្គុយចិត្តថាមានចំណុះមួយអលហកៈនិងថាមួយសម្រាប់ដាក់សម្លនិងមហោក្រៀមហើយអង្គាសនៅសេនាមានអង្គ4ដោយផាត់សទ្ធិភរិយានោះមិនបានតិនក្រោកឡើងដរាបណាផាត់នោះក៏មិនចេះអស់ទៅដរាបនោះមហាមាននិយាយថាមនីកាបដីអធិនុភាពរបស់អធិនុភាពភរិយារបស់អ្នកយើងបានឃើញហើយតែយើងចង់ឃើញអធិនុភាពកូនប្រុសរបស់អ្នកទៀតតើមានតែការការបដិបង្កប់ទៅកូនប្រុសថាណែកូនបើដូច្នោះអ្នកចូលឲ្យរង្វាន់ដល់សេនាមានអង្គ4អស់6ខែចាស់លំដាប់នោះកូនរបស់មានតែការការបដិកាន់យកថងមានចំណុះ1000កាបណៈហើយឲ្យរង្វាន់ដល់សេនាមានអង្គ4អស់6ខែថងនៅក្នុងដៃរបស់សេដ្ឋីបុត្រនោះដរាបណាទង្វាន់នោះក៏មិនចេះអស់ទៅដរាបនោះមហាមាននិយាយថាមនីខបដីអធិនភាពកូនប្រុសរបស់អ្នកយើងបានឃើញហើយតែយើងចង់ឃើញអធិនភាពកូនភាសាស្រ័យរបស់អ្នកទៀតតើមានតែការបដិបង្កប់តកូនប្រសាស្រ័យថាណែនាងបើដូច្នោះនាងចូលឲ្យនៅផាត់ដល់សេនាមានអង្គ4អស់6ខែចាស់លំដាប់នោះកូនប្រសាស្រ័យរបស់មានតែការបដិចូលទៅអង្គុយចិត្តកញ្ជើមួយមានចំណោះ4តោណាហើយឲ្យនៅផាត់ដល់សេនាមានអង្គ4អស់6ខែកូនប្រសាស្រ័យរបស់សេដ្ឋីនោះមិនទាន់ក្រោកឡើងដរាបណាផាត់នោះក៏មិនចេះអស់ទៅដរាបនោះមហាមាននិយាយថាមនីកាបដីអធិនភាពកូនប្រសាស្រ័យរបស់អ្នកយើងបានឃើញហើយយើងចង់ឃើញអធិនភាពខ្ញុំប្រុសរបស់អ្នកទៀតមេនកាកាបដីនិយាយតបថាបបពេទ្យអ្នកជាម្ចាស់ឯអធិនភាពខ្ញុំប្រុសរបស់ខ្ញុំអ្នកត្រូវឃើញក្នុងស្រែណោះមហាមាត្យក៏និយាយថាមនីកាបដីហើយចាស់ឯអធិនភាពខ្ញុំប្រុសរបស់អ្នកទុកដូចជាយើងបានឃើញហើយដែរក៏ជាដើរទៅណាលំដាប់នោះមហាមាត្យនោះត្រឡប់មកកាន់ក្រុងរាជក្រឹសវិញណាព្រមដោយសេនាមានអង្គ4ចូលទៅក៏ព្រះបាទមេកធៈសរិយៈពេមសាលើចូលទៅដល់ហើយទៅក្រាបបង្គំទូលដំណើរនោះដោយព្រះបាទមេកធៈពេមសាមេកធៈសរិយៈពេមសាដោយសពគ្រប់ គឺសុំទោសគឺទាំងមានអង្គ4ហ្នឹងបានន័យថាម៉េចហ្នឹងខ្ញុំអត់យល់ដល់ហ្នឹង នៅក្នុងតបរបស់ព្រះជាវិដាមទី1តបរទេសរត់ណា បាទ រត់មកបានដំរីរួចបានសេះរួចបានតើបថ្មើរជើង បាទអូនឹងអង្គ4គេហ្នឹង បាទ អូខេអរគុណ តើបថ្មើរជើង សេនាអង្គ4នៅលោកគ្រូ បាទសេនាអង្គ4ហើយសោចូលជើងណាបាទរត់សម្រៃសេះតើបថ្មើរជើងណាដល់ពេលខ្មែរយើងឥឡូវគេលេងប្រើហ្នឹងហើយគេប្រើម៉េចតើបអាកាសតើបជើងគោកហើយតើប ទឹកជើងទឹកនៅពីដើមគេប្រើអញ្ចឹងមាន4រត់ដំរីសេះតើបថ្មើរជើងអញ្ចឹងបានថាមុនដំបូងដែលចេញដំណើរទៅហ្នឹងគឺគេរត់ហ្នឹងឯងរៀបចំរត់មុនណាក៏တော့បានដំរីវៃសេះតើបថ្មើរជើងទៅតាមក្រោយណាទៅហើយណាតើបប្រកបដោយអង្គ4ណាបាទរត់ដំរីសេះតើបថ្មើរជើងថ្មើរតើបថ្មើរជើងហ្នឹងភាគច្រើនរត់ក្រោយរទេះតើបថ្មើរជើងណារត់ក្រោយរទេះរត់ក្រោយរទេះទៅហើយជើងរត់តាមឡានមិនក្រោយទេរត់ក្រោយឡាន បាទរត់ក្រោយរត់ណារទេះ រត់មែនទេមនុស្សរត់ បាទរត់
ទៅហត់អញ្ចឹងគេ បាទ ឈប់រត់ហត់គេឈប់អញ្ចឹងណា បាទ បាទហើយសង្គ្រាមដូចគ្នាតបមកអញ្ចឹងគេអត់ឲ្យនៅឆ្ងាយពីរត់ទេដល់ពេលវ័យអញ្ចឹងមានមនុស្សណារបួសនេះគេលើកដាក់រត់ទៅ ហ្នឹងឯង អ ហើយ ញ្ចឹង ភាគច្រើន ពីដើមសិតតែស្មើជើងប្រើកម្លាំងទាំងអស់ណា បាទហើយបើទៅផ្សេងគេប្រើធ្នូទៅតម្រៃគេប្រើខែលប្រើដាវណា រត់តែហ្នឹងប្រើគោដែរ បាទគេប្រើកម្មតែថាចូលច្បាំងបើតាទៅផ្សេងតែប្រើព្រួយហើយមូលហេតុតែប្រើព្រួយព្រោះសេះរត់លឿន ជើងសេះហ្នឹងនៅមុនគេ បាទភាគច្រើនសេះរត់ទៅមុនគេបើច្បាំងណា ចា ក៏តែបើតាមផ្លូវជាទូទៅហ្នឹងគឺរត់ហ្នឹងទៅមុនគេហើយគេឲ្យរត់ទៅមុនមកបានមនុស្សស្មើជើងមកបានទៅសេះទៅដំរីក្រោយព្រោះទៅដំរីភាគច្រើនដាក់ស្បៀងធ្វើដំណើរណាដាក់ យឺ ស្ ត បៀង ជាង ដាក់ គេ បាទយឺតជាងគេអញ្ចឹងគេឲ្យដាក់ស្បៀង បើថាចូលច្បាំងគេឲ្យទៅសេះទៅមុនទៅផ្សារមកបានទៅបម្រៃទៅហើយបានមនុស្សហ្នឹងឯងការពារអញ្ចឹងទៅឃើញនៅពេលក្រោយមកគេកែប្រែទៅគេដាក់ទៅអាកាសទៅជើងទឹកហើយទៅជើងគោ ហ្នឹងហើយមានតែ3ឯងគេផ្លាស់ប្ដូរ អញ្ចឹងទាំងអស់នេះគឺនៅលើកអំពីគុណសម្បត្តិរបស់ណាមានតែកហបតីទេដែលគាត់មានទៅហើយស្បីព្រេជាប្របាទព្រមសាហ្នឹងលោកចង់ដឹងថាតើមានមនុស្សមានបនអញ្ចឹងមែនអត់ណាដល់ពេលអញ្ចឹងទៅឲ្យគេទៅវាថាណាមានមែនអញ្ចឹងដល់ពេលមានមែនក៏ណាចាត់ទុកគាត់ថាជាសត្វថៃមួយដែលមានទ្រព្យកើតឡើងដោយសារបនចាប់ពីខ្លួនគាត់រហូតដល់អ្នកបម្រើចឹងមនុស្សទាំងអស់ ក៏មានអ្នកបម្រើមានដែរអស្ចារ្យ ហ្នឹងហើយចឹងមិនថាធ្លាប់ធ្វើបន់ជាមួយគ្នាទៅត្រូវថាមកកើតចែកតួនាទីគ្នា ត្រូវកើត បាទហ្នឹងហើយណាល្អត្រង់តែកើតហើយចែកតួនាទីគ្នាហ្នឹងបាទ ហើយអត់មានចលាចលទេអត់មានដណ្ដើមគ្នា បាទហ្នឹងហើយចឹងខ្ញុំបន្តទៅបន្តិចទៀតណាអត់អីពិបាកទេណាហ្នឹងហើយ132 អរគុណលោកគ្រូ បាទ132គ្រឿងនៅឯងព្រះដ៏មានព្រះភ័ក្ត្រទ្រង់គង់នៅក្នុងក្រុងវេសាលីគួរតាមព្រះអធិស្ឋានហើយទើបជាចែងទៅកាន់ចរិតនៅកន្លែងហ្នឹងបានថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងទៅហ្នឹងតាមណាអធិស្ឋានដែលព្រះអង្គត្រូវថាមុនទៅកន្លែងហ្នឹងដើម្បីអីយ៉ាងហ្នឹងណាដើម្បីប្រោះណាដើម្បីសម្ដែងធម៌អីអញ្ចឹងហើយទៅកាន់ចរិតហ្នឹងបានថាទីដែលត្រូវទៅ បាទ ក្នុងក្រុងផតយៈជាមួយនឹងភិក្ខុសង្ឃជាច្រើនគឺ1250អង្គអញ្ចឹងកន្លែងនេះទើបតែមានភិក្ខុសង្ឃទេណា250អង្គនេះណាថ្មីដែរណា ថ្មី ទេអត់ទាន់ណាអីទេភិក្ខុសង្ឃមានទើបតែ1250អង្គឯងក្នុងកាលនោះកាលព្រះមេភ័ក្ត្រត្រាច់ទៅកាន់ចរិតដោយលំដាប់ក៏យាងតម្រង់ទៅកាន់ក្រុងផតយៈនោះបានលើថាព្រះមានព្រះភ័ក្ត្រ គង់ក្នុងព្រៃម្លិះណាទៀបក្រុងផតយៈចឹងក្រុងព្រៃម្លិះណាក្នុងព្រៃម្លិះមិនដែលកហបតីបានលើច្បាស់នៅដំណឹងនោះហើយទៅប្រកាសសេចក្តីថាមនាលគ្នាយើងបានលើថាព្រះសមណគោតមជាសាក្យបុត្រចេញจากសាក្យតកូលទៅត្រង់ព្រះធ្នោះហើយឡូវស្ដេចមកដល់ក្រុងផតយៈដោយលំដាប់ហើយគង់ក្នុងព្រៃម្លិះទៀបក្រុងផតយៈ
ក៏កិត្តិស័ព្ទដ៏ពិរោះរបស់ព្រះគោតមដោយចម្រើននោះលើកខ្យល់ខ្ចាយសោកសាយយ៉ាងនេះថាព្រះមានព្រះភ័ក្ត្រនោះព្រះអង្គទ្រង់ប្រនាមថាអរហង្គណាអញ្ចឹងគេឲ្យតែលើពុទ្ធភ្លាមគេនឹកឃើញដល់គុណព្រះអង្គ អឺ ណាក្នុងសម័យព្រះណា អឺ ឲ្យតែដឹងថាព្រះអង្គយាងមកគេនឹកឃើញគុណព្រះអង្គឯងព្រះអង្គមានពនាមអីអញ្ចឹងទៅណាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសាមញ្ញគ្រប់យ៉ាងថាព្រះសម្មាសម្ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅញាយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គថាវិជាចរណៈសម្បណ្ណោព្រះអង្គបរិបូរណ៍ដោយវិជានិងចរណៈគឺសេចក្តីចេះដឹងនិងក្រឹតដែលបុគ្គលក៏បីប្រព្រឹត្តថាសុគតោព្រោះព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វានថាលោកបិទូព្រោះព្រះអង្គជ្រាបច្បាស់នៅត្រៃលោកថាអនុត្តរព្រោះព្រះអង្គប្រសើរដោយសីលាតិគុណរកបុគ្គលណាមួយស្មើគ្មានថាបរិសត្តមសារថេព្រោះព្រះអង្គជាអ្នកទូមាននៅបរោះដែលគួរទូមានបានថាសត្ថាទេវនុសានាំងព្រោះព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅអរិយសច្ចធម៌ថាភេកវេប្រព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតព្រះអង្គបានត្រាស់ដឹងបានធ្វើជាច្បាស់នៅព្រះនិព្វានចំពោះព្រះអង្គហើយញ៉ាំងលោកនេះព្រមទាំងទេវលោកមារលោកព្រមលោកញ៉ាំងវពុសាទព្រមទាំងសមណៈនិងព្រាហ្មណ៍ទាំងមនុស្សជាសមត្ថទេពនិងមនុស្សដ៏សេះឲ្យបានត្រាស់ដឹងផងព្រះអង្គសម្ដែងធម៌ពីរោះបាត់ដើមពីរោះបាត់កណ្ដាលនិងពីរោះបាត់ចឹងព្រះអង្គប្រកាសនៅប្រមចរិយធម៌ព្រមទាំងអត្តនិងចេញចនៈព្រះអង្គបរិបូរណ៍បរិសុទ្ធអស់ជើងក៏ដំណើរដែលបានឃើញបានជួបនឹងព្រះរហន្តទាំងឡាយមានសភាពយ៉ាងនោះជាការប្រពៃពេកលំដាប់នោះមេនកាសថៃឲ្យមនុស្សទំយានដ៏ល្អឡើងជិះយានដ៏ល្អមានយានដ៏ល្អបោះចេញទៅពីក្រុងផរិយដើម្បីគាល់ព្រះមានព្រះភ័ក្ត្រពួកទេរថៃជាច្រើនរូបបានឃើញមេនកាគេហបតីកំពុងមកពីចម្ងាយលោកឃើញហើយបាននិយាយពាក្យនេះនឹងមេនកាកហបតីថាណាកហបតីអ្នកទៅណាមេនកាកហបតីនិយាយថាបបិទ្ធលោកដល់ចម្រើនខ្ញុំទៅគាល់ព្រះសមណគោតមពួកទេរថៃនិយាយថាណាកហបតីអ្នកឯងជាកិរិយវិទ្យអ្នកពោលពាក្យថាត្រូវធ្វើកិច្ចការនឹងចូលទៅគាល់ព្រះសមណគោតមតាមជាអកិរិយវិទ្យថាអ្នកពោលខត់កិច្ចការថាមិនត្រូវធ្វើដោយមិនបានការបដិប្រសមណគោតមជាអកិរិយវិទ្យសម្ដែងធម៌តាមបែបអកិរិយវិទ្យម្យ៉ាងទៀតសមណគោតមនោះទូមានពុទ្ធសាវកតាមបែបអកិរិយវិទ្យនោះលំដាប់នោះឯងមេរិកការបដិមានសេចក្តីត្រូវនេះដូច្នេះថាព្រះដ៏មានព្រះភ័ក្ត្រនោះច្បាស់ជាអរហង្គសម្មាសម្ពុទ្ធអត់សង្ស័យឡើយពួកទេរតៃទាំងនេះឈ្នះនេះជាប្រកាសណាភូមិប្រទេសនៃយានមានត្រឹមណាក៏ទៅដល់យានត្រឹមនោះហើយចោះចាកយានដើរទៅជើងទៅទេចូលទៅកល់ព្រះរាមាភិយឬចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះរាមាភិយរួចអង្គុយក្នុងទីដ៏សមគួរព្រះមានព្រះភ័ក្ត្រទ្រង់សម្ដែងអនុពពីកថាដល់មេរិកកាបតីដែលអង្គុយនៅក្នុងទីដ៏សមគួរអនុពពីកថានោះតើដូចម្ដេចខ្លះអនុពពីកថានោះគឺព្រះមានព្រះភ័ក្ត្រទ្រង់ប្រកាសទានកថាសម្ដែងអំពីការឲ្យទានសីលកថាសម្ដែងអំពីការរក្សាសិលសង្ឃកថាសម្ដែងអំពីឋានសួគ៌ទោសរបស់កាមទាំងឡាយដ៏ថោកទាបដ៏សៅហ្មងនិងអនិសង្ឃក្នុងការចេញចាកកាមកាលណាបើព្រះមានព្រះភ័ក្ត្របានជ្រាបថាមានការការបដិមានចិត្តស្រួលមានចិត្តទន់មានចិត្តប្រះចាកនិវរណៈមានចិត្តរីករាយឡើងមានចិត្តចេះថ្លាហើយទើបព្រះអង្គប្រកាសធម្មទេសនាដែលព្រះពុទ្ធទាំងឡាយទ្រង់លើកសម្ដែងដោយព្រះអង្គគឺទុក្ខសមុទយនិរោធៈមគ្គក្នុងកាលនោះធម្មតាសម្ពុតសស្អាតប្រះចាកមន្ទិលខ្មៅគួរទទួលទឹកជ្រលក់ដោយស្រួលបានយ៉ាងណាមិញមេនកាកាបតីកើតធម្មចក្ខុគឺសតតាមបតមៈប្រះចាកធូលីប្រះចាកមន្ទិលលើអាសនៈនោះឯងហើយពិចារណាឃើញដូច្នេះថារបស់ណាមួយដែលមានសេចក្តីកើតឡើងជាធម្មតារបស់នោះ
ក៏មានសេចក្តីរលត់ទៅជាធម្មតាក៏មានឧបមាដូច្នោះដែរអញ្ចឹងគាត់ទៅស្ដាប់ធម្មីកថាស្ដាប់ទៅជ្រះថ្លាហើយចិត្តនឹងគួរដល់ព្រះអង្គសម្ដែងធម៌ដែលជ្រៅគឺអរិយសច្ចធម៌4ដល់ព្រះអង្គសម្ដែងអរិយសច្ចធម៌4ទៅគាត់ធម្មបាត់ធម្មចក្ខុសតតាបរមៈដោយសារឧបនិស្ស័យរបស់គាត់ហ្នឹងត្រូវទទួលបានសំបីតែពូទេរថៃទៅនិយាយមិនក៏មិនអាចមកខាត់បានដែរព្រោះគាត់ជាអីអសង្ខារិកៈជនណាអន្តបនដែលគាត់កសាងនោះវាច្រើនហើយអញ្ចឹងទោះបីអ្នកឯងនិយាយមិនក៏មិនអាចខាត់ដំណើរនៃអសង្ខារិកៈជនបានដែរទៅបំពេញបំណងដែលត្រូវទទួលពីព្រះអស់របស់ព្រះសម្មាសម្ពុទ្ធហើយក៏រួចចាកនៅកិលេសក្នុងពេលហ្នឹងឯងនឹងកន្លែងហ្នឹងហើយលោកនៅពេលលោកបានអញ្ចឹងហើយលោកប្រះចាំបន្ទិលហើយលោកពិចារណាថាណាយ៉ាងកេញ្ចេសមុទយធម្មសពតតាំងនិរោធធម្មន្តិណារបស់ណាមួយដែលមានសេចក្តីកើតឡើងជាធម្មតារបស់នោះក៏មានសេចក្តីរលត់ទៅជាធម្មតាក៏មានឧបមាដូច្នេះដែរណាលោកពិចារណាឃើញកន្លែងហ្នឹងអំពីសង្ខារធម៌ណាអញ្ចឹងសភាពហ្នឹងគឺកើតឡើងពីការដែលបំពេញនៅបញ្ញសម្បទាហ្នឹងឯងពេលដែលមេដកកាបតីបានឃើញធម៌សម្រេចធម៌ដឹងធម៌ជាច្បាស់ដែលយាងចុះមុតមមក្នុងធម៌ហើយឆ្លងផុតសេចក្តីស្ទាកស្ទើរប្រាចាសេចក្តីសង្ស័យដល់សេចក្តីក្លៀវក្លាមិនជឿអ្នកដតីក្នុងសាសនានៃព្រះសាស្តាណាអញ្ចឹងក៏ចាប់ផ្ដើមរឹងមាំខ្លួនឯងណាបានក្រាបបង្គំទូលព្រះមានប្រភេទដូច្នេះថាបើពេលព្រះអង្គដល់ចម្រើនព្រះបន្ទូលរបស់ព្រះអង្គពីរោះពេកប្រព្រឹត្តពីរោះណាស់ហើយបើពេលព្រះអង្គដល់ចម្រើនព្រះបន្ទូលរបស់ព្រះអង្គពីរោះណាស់ហើយបើពេលព្រះអង្គដល់ចម្រើនដូចជាបុគ្គលផ្ងារបស់ដែលប្រកាសឬបើបង្ហាញរបស់ដែលកំបាំងឬប្រាប់ផ្ដោតដល់អ្នកវង្វេងឬត្រួតប្រទីបព្រែកបំភ្លឺក្នុងទីងៀតដោយគិតថាពួកមនុស្សមានភ្នែកភ្លឺនឹងបានឃើញរូបទាំងឡាយមានឧបមាយ៉ាងណាមិញធម៌ដែលព្រះមានពភៈប្រកាសហើយដោយបរិយាយជាច្រើនក៏មានឧបមាដូចឆ្នោតឯងបើពេតព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គនេះសូមដល់នៅព្រះមានប្រភេទផងព្រះធម៌ផងព្រះសង្ឃផងជាទីរលឹកសូមព្រះដ៏មានប្រភេទเป็นนาทีปึ้งนาทีระลึกเตะបាទទីរលឹកចាំទៅខ្ញុំព្រះអង្គថាជាឧបាសកដល់ព្រះរតនត្រ័យជាទីរលឹកស្មើដោយជីវិតក្នុងកាលមានថ្ងៃនេះជាដើមបើពេលព្រះអង្គដល់ចម្រើនសូមព្រះដ៏មានប្រភេទទ្រង់ទទួលផាត់របស់ខ្ញុំព្រះអង្គដើម្បីឆាងក្នុងវេលាថ្ងៃស្អែកជាមួយនឹងព្រះភិក្ខុសង្ឃណាព្រោះយល់ច្បាស់ហើយណាយល់ច្បាស់ទៅក៏លែងការសេចក្តីសង្ស័យទៅក៏ការសេចក្តីជ្រះថ្លាព្រះដ៏មានប្រភេទទ្រង់ទទួលដោយតណ្ហៃភាពការស្ងៀមលំដាប់ដល់ឯងមានតែការបដិដឹងច្បាស់ថាព្រះដ៏មានប្រភេទទ្រង់ទទួលនិមន្តហើយក៏ក្រោយចាកអាសនៈថ្វាយបង្គំព្រះមានប្រភេទធ្វើប្រតិសិនហើយជាចែងទៅលំដាប់ដល់ឯងលុះកន្លងរាត្រីនោះទៅមានតែការបដិក៏ឲ្យមនុស្សចាត់ចែងខាតរិយភោជនីយអាហារដល់ចិត្តចង់ហើយឲ្យអ្នកបម្រើទៅក្រាបបង្គំទូលកាលគួរដល់ព្រះដ៏មានប្រភេទថាបើពេលព្រះអង្គដល់ចម្រើនកាលនេះជាកាលគួរហើយផាត់សម្រេចហើយទើបព្រះមានភៈទ្រង់ស្បង់ហើយទ្រង់បាននឹងជីវរក្នុងបបញ្ហាសម័យយាងទៅកាន់លំនៅរបស់មេនិកាកាបតីលើចឹងទៅដល់ហើយក៏គង់លើអាសនៈដែលគេក្រាបទុកហើយជាមួយភិក្ខុសង្ឃឥឡូវនោះប្រពន្ធកូនប្រុសកូនភាសាស្រីនិងខ្ញុំប្រុសរបស់មេនិកាកាបតីក៏នាំគ្នាចូលទៅគល់ព្រះមានភៈលើចឹងទៅដល់ហើយថ្វាយបង្គំព្រះមានភៈឬអង្គុយក្នុងទេសំគួរព្រះមានប្រភេទទ្រង់សម្ដែងអនុពពិកថាដល់ជនទាំងនោះអនុពពិកថាដោយម្ដេចទានកថាសយកថាសកេកថាការចេញចាកអំពីទោសនៃការកាម
ហើយនឹងអំពីការចែងចាយកាមកាលណាបើព្រះដែលមានអភិយទ្រង់ជ្រាបថាជនទាំងអស់នោះមានចិត្តស្រួលមានចិត្តទន់មានចិត្តប្រាជ្ញានិវរណធម៌មានចិត្តរីករាយឡើងនិងមានចិត្តជ្រះថ្លាហើយក៏ទ្រង់ប្រកាសធម្មទេសនាដែលព្រះពុទ្ធទាំងឡាយទ្រង់លើកសម្ដែងដោយព្រះអង្គឯងគឺទុកហេតុហើយក៏ទុកតែក្តីរំលត់ទុកនិងបរិបត្តិជាផ្លោះទៅកាន់ទីរំលត់ទុកក្នុងកាលនោះសម្ពុតសស្អាតប្រចាំមន្ទិលខ្មៅគួរទទួលទឹកជ្រលក់ឲ្យស្រួលបានយ៉ាងណាមិញពួកជនទាំងនោះកើតធម្មចក្រគឺសតតាបរមៈប្រជាធលេប្រជាមន្ទិលលើអាសនៈឯងហើយពិចារណាឃើញដូច្នេះថារបស់ណាមួយមានកិរិយាកើតឡើងជាធម្មតារបស់នោះក៏មានសេចក្តីរលត់ទៅជាធម្មតាក៏មានឧបមាដូច្នេះឯងជនទាំងនោះបានឃើញធម៌បានលុះធម៌បានដឹងធម៌ច្បាស់ឈោមចុះមុតមមក្នុងធម៌ហើយឆ្លងផុតចាកសេចក្តីស្ទាក់ស្ទើរប្រះចាកសេចក្តីសង្ស័យដល់នៅសេចក្តីក្លៀវក្លាមិនជាបុគ្គលដទៃក្នុងសាសនាព្រះសាស្តាហើយក្រាបបង្គំទូលព្រះមេរុភ័ក្ត្រដូច្នេះថាបបពេលព្រះអង្គបានចម្រើនព្រះបន្ទូលរបស់ព្រះអង្គពិរោះណាស់ហើយបបពេលព្រះអង្គបានចម្រើនព្រះបន្ទូលរបស់ព្រះអង្គពិរោះណាស់ហើយបបពេលព្រះអង្គបានចម្រើនដូចជាបុគ្គលផ្ការបស់ដែលប្រកាសឬបើបង្ហាញរបស់ដែលកំបាំងឬប្រាប់ផ្លោដល់មនុស្សដែលវិញផ្លោឬត្រូលប្រទីបប្រេងបំភ្លឺក្នុងទីងឹតដោយគិតថាមនុស្សមានចក្ខុឃើញរូបទាំងឡាយបានមានឧបមាយ៉ាងណាមិញធម៌ដែលព្រះមានប្រភេទទ្រង់ប្រកាសហើយដោយបរិយាជាច្រើនក៏មានឧបមាដូចនេះឯងបើពេលព្រះអង្គដោយចម្រើនយើងខ្ញុំទាំងឡាយនេះសូមដល់ព្រះមានប្រភេទផងព្រះធម៌ផងព្រះសង្ឃផងថាជាទីរលឹកសូមព្រះដ៏មានប្រភេទចាំទុកនៅយើងខ្ញុំទាំងឡាយថាជាឧបាសកដល់នៅប្រតនត្រ័យជាទីរលឹកស្មើដោយជីវិតក្នុងកាលមានថ្ងៃនេះជាដើមហ្នឹងហើយអញ្ចឹងក្នុងណាប៉ុណ្ណឹងសិនចាស់ណាដល់កន្លែងទំព័រនៅក្នុងកន្លែងហ្នឹងណាដល់ណាទំព័រ155ណាក្នុង355លោកគ្រូណា355ទំព័រណា355អញ្ចឹងមកគ្រួសារគាត់ហ្នឹងគឺបានសតតាមបរមៈហ្នឹងតែដែលស្រាប់ធម៌ហើយហ្នឹងហ្នឹងហើយដែលស្រាប់ធម៌ទៅយល់ធម៌ទៅក៏បានមកសតតាមបរមៈហើយប្រកាសថាជាឧបាសកឧបាសិកាប៉ុន្តែក្នុងពាក្យហ្នឹងគេប្រើពាក្យឧបាសកហ្នឹងក៏ពិតពាក្យហ្នឹងគឺទាំងអស់ទេនៅក្នុងវេយ្យាករណ៍ណាលោកបញ្យល់ថាពាក្យថាឧបាសកហ្នឹងគឺសំដៅណាទាំងឧបាសកទាំងឧបាសិកាបាទនៅពោះកន្លែងខ្លះណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ណាសម្ដែងមកណាដើម្បីឲ្យកុំឲ្យច្រើនណាកុំឲ្យច្រើនចឹងណាបន្តទី9ណាតទី9តទី9អញ្ចឹងក្នុងណាវេលានេះគឺមានប្រមាណប៉ុណ្ណេះនៅក្នុងណាការសិក្សានៅក្នុងវិន័យបេដកលេខ7ណាហើយដល់ទំព័រ355ណានៅក្នុងរាត្រីនេះគឺបានណាជួបនៅណាក្រុមគ្រួសារមួយដែលបំពេញគុណធម៌រួមគ្នាហើយក៏ប្រកាសយកគុណរបស់ព្រះរតនត្រ័យហ្នឹងព្រមគ្នាហើយក៏បានសម្រេចនៅគុណធម៌នេះគឺសត្តាបរមៈហ្នឹងដោយធម្មចក្ខុនៅក្នុងក្រុមគ្រួសារហ្នឹងដូចគ្នានឹងដែលលោកហៅថាបុគ្គលដែលមានធាតុដូចគ្នាមានអធ្យាស្រ័យដូចគ្នាហ្នឹងហើយណាមានសមិធម៌គឺណាមានធម៌ស្មើគ្នាអញ្ចឹងទៅរស់នៅជាមួយគ្នាទៅមានអីមានតែកសាងកុសលធម៌ណាណាសមៈសទ្ធាសមៈសីលៈ
សម្រាប់ចាគៈនិងសម្រាប់បញ្ញាហ្នឹងហៅថាសម្រាប់ធម៌4ហ្នឹងឯងដែលធ្វើឲ្យមនុស្សជួបគ្នាហើយណាប្រព្រឹត្តណាក្នុងសេចក្តីល្អហ្នឹងយើងសូមណាពេញចិត្តជ្រះថ្លាអនុមោទនាក្នុងការសិក្សានៅក្នុងព្រះវិន័យថ្ងៃនេះសូមអនុមោទនាទោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងភ្លាន់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសខ្ញុំព្រះករុណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសន្តានបានសេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជា ជាសន្តានបានភ័យទៅដែលដល់ហើយនៅសេចក្តីសោសូមឲ្យជាសន្តានបានសេចក្តីសោទៅហងសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាសាយទូទៅពេញសកលលោកសូមឲ្យលោកដោយសន្តិភាពព្រះសង្ឃមុនីសម្ពុនត្រង់ត្រាថានន្ទេសន្តិបរាំងសុខੰពុំមានសេចក្តីសង្ឃដតីក្រាបអំពីសេចក្តីស្ងប់ឡើយសាធុអរគុណច្រើនលោកគ្រូអរជម្រាបលា ចាអរគុណគ្រូបាទកុំលាសូមជម្រាបលា ចា ជម្រាបលា គ្រូបានគម្រាមព្រះអង្គ អរគ្នា បាទ ទីចំពុកថ្ងៃខ្ញុំបើស្អែកលោកសូត្រមន្តម៉ោង5 បាទ ហើយជាបាន ស្អែកប្រហែលអត់រៀនទេលោកគ្រូ